សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះជួបជាមួយខ្ញុំមកផ្ដិតជើរូបភាពចំការថ្លងមីរបស់ភ្ញៀវដែលប្រើប្រាស់ជាមួយនឹងផលិតផលសេះមាសអញ្ចឹងថ្លងមីនៅខាងមុខខ្ញុំនេះគឺអាយុ1ខែ10ថ្ងៃឯងបងប្អូនហើយបាញ់ធ្វើរបស់ហើយក៏យើងបានបាញ់ប្រព័ន្ធហើយបានដងដែរអញ្ចឹងប្រឡងនេះគឺនៅជាការអណ្ដូងឃុំចំការអណ្ដូងស្រុកចំការលើខេត្តកំពង់ចាមអញ្ចឹងបន្ទាប់ពីបានបាញ់ប្រឡងឲ្យទៅស្ទុះហើយស្លឹកត្រួយគឺចេញមកឡើងខ្មៅបងប្អូននេះគឺគាត់បានបាញ់ជាមួយនឹង Biogo Plus Organic Fertilizer នេះគឺម្ដងបងប្អូនអញ្ចឹងឡងមីនេះគឺដុះល្អហើយអត់មានរួញទេបងប្អូនឡើងភ្លឹងហ្មងនេះទីទៀតមើលឡើងឃើញដីទេបងប្អូនហើយក៏ដាច់ដៅដែរចឹងជាការបងប្អូននេះគឺគាត់ជឿជាក់ប្រើប្រាស់ផលិតផលសេះមាសនេះចូលក្បាល4ឆ្នាំហើយអ្វីដែលគាត់ជឿជាក់ប្រើភាសាទី1រឿងលទ្ធផលនៅពេលដែលគាត់ទទួលបានទាំងដលងទាំងចន្ទីហើយដលងជ្វាចឹងរបស់ក៏ងាប់ស្អាតហើយដលងក៏ចាប់ផ្ដើមស្ទុះដែរមើលទៅឡើងស្អាតមែនទែនមកជួបព្រិញហ្មងហើយមូលហេតុដែលខ្ញុំតែងតែអាសាចុះនេះគឺដើម្បីផ្ទៀងផ្ទាត់ជាមួយនឹងគុណភាពនៃការប្រើប្រាស់ផលិតផលតែបន្ទាប់ពីប្រើហើយនោះដំណាំមានការប្រែប្រួលនិងវិវត្តបានកម្រិតណាហើយពីមួយវគ្គទៅមួយវគ្គហ្នឹងពេលដែលប្រើទៅហ្នឹងតើបានលទ្ធផលមិនខ្លះអញ្ចឹងជាក់ស្ដែងបងប្អូនមើលទៅនេះគេជាការបងប្រុសគឺឡងមីនេះគឺម្ដងថ្ងៃនេះអាយុ1ខែ10ថ្ងៃគាត់ចូលដាំថ្ងៃ5ខែ6ខែ5ខែ6ថ្ងៃនេះខែ7ហ្នឹងហើយ1ខែ10ថ្ងៃអញ្ចឹងទៅមើលខាងត្បូងផ្លូវទៀតបងប្អូនទីទៀតខ្ញុំនឹងឲ្យគាត់បាញ់មួយជើងទៀតដើម្បីប្រព័ន្ធឲ្យដលងកាន់តែស្ទុះថែមទៀតព្រោះក្នុងដំណាក់កាលនេះវាសំខាន់ណាស់សម្រាប់ដលងហើយណាមួយក៏វាស័ក្តិសមនឹងការចោលបាញ់ដែរដលងនៅទៀតកាលណាដលងខ្ពស់ពេកយើងពិបាកនឹងវាបាក់នឹងចូលបាញ់អញ្ចឹងដលងមីនេះកំពុងកដានេះវាត្រឹមផ្លូវត្រឹមចកេះខ្ញុំហើយស្អាតណាស់បងប្អូនចឹងដូចបញ្ជាក់អញ្ចឹងថានេះគឺគាត់បានបាញ់ជាមួយនឹង Biogo Plus នេះមេជីសរីរាង្គជីវសាស្ត្រដែលវាជួយគ្រប់ផ្នែកទាំងអស់លើដំណាំហើយអ្វីដែលវាជាពិសេសហ្នឹងគឺ Biogo Plus នេះគឺវាមានតួនាទីហើយជួយកែដីអញ្ចឹងបងប្អូនមកមើលជាមួយនឹងខ្ញុំនេះនៅពេលដែលបានបាញ់វាអញ្ចឹងទៅគឺថាដីរៀងធូរបងប្អូនដីធូរនេះបងប្អូនមើលកាយនឹងព្រាមធូរដីរៀងធូរជាងមុនដីរៀងផលជាងមុនបងប្អូនអញ្ចឹងបញ្ជាក់ថាជាការនេះគឺបានប្រាប់លទ្ធផលរបស់ខាងខ្ញុំពិតប្រាកដគឺអត់មានទៅថតជាការភ្ញៀវដតីរបស់គេផ្សេងបងប្អូននេះគឺជាការបងប្រុសសវណ្ណនៅជាការអណ្ដូង
ហើយនេះជាការតលងមីគាត់នៅខាងត្បូងផ្លូវគាត់នៅជើងក៏មានដែរប៉ុន្តែថ្ងៃនេះចុះមកខាងត្បូងដើរបងប្អូនបានមើលនោះព្រំរហូតដល់ចន្ទីបងប្អូនស្អាតណាស់តលងហើយរាល់វីដេអូដែលខ្ញុំបានផុសចែកម្លែកបងប្អូនហ្នឹងគឺជាការអនុវត្តផ្ទាល់ចុះផ្ទាល់ចការដៃគូដែលគាត់បានប្រើប្រាស់ជាមួយនឹងផលិតផលរបស់ក្រុមហ៊ុនសេះមាសហើយខាងយើងមានផលិតផលសម្រាប់បំពេញតម្រូវការឲ្យបងប្អូនយកទៅប្រើប្រាស់លើដំណាំថាតលងមីចន្ទីស្រែស្រូវប្រាំងគឺយើងមានទាំងអស់បងប្អូនចឹងថ្ងៃមុនខ្ញុំចុះពេលដែលគាត់ចុះបាញ់ប្រព័ន្ធហើយនៅបាញ់តាមល្បាសឥឡូវកប៉ះងាប់ហើយស្មៅងាប់ហើយតលងចាប់ផ្ដើមហក់លូតមកស្អាតណាអូបងប្អូនស្អាតតែតលងឃើញហើយឡើងភ្លឹងមកនេះឃើញហើយពិសេសត្រួយឡើងខ្មៅវាកម្លាំងវាស៊ីឆ្អែតស៊ីគ្រប់ភ្លឹងគេគេនេះចឹងអរគុណបងប្អូនទាំងអស់គ្នាដែលចំណាយពេលវេលាក្នុងការតាមដានការផ្ដិតយករូបភាពសកម្មភាពចុះថតតលងមីនៅខាងចការដងនេះហើយបើសិនបើបងប្អូនចាប់អារម្មណ៍ជាមួយនឹងផលិតផលចង់សាកល្បងយកទៅប្រើប្រាស់បងប្អូនអាចធ្វើការតំណែងមកខ្ញុំបានមានលេខទូរស័ព្ទពីប្រព័ន្ធគឺ097 999 10 និង 28ហើយមួយខ្សែទៀតគឺ016 73 75 និង 47ហើយបងប្អូនអាចសាកសួរព័ត៌មាននៃផលិតផលនៃការប្រើប្រាស់លើដំណាំថាតលងចន្ទីស្រូវគឺខាងខ្ញុំមានផលិតផលសម្បូរបែបសម្រាប់ប្រើប្រាស់តាមដំណាក់កាលនីមួយៗអញ្ចឹងនៅវគ្គនេះយើងប្រើជាមួយនឹងនេះបងប្អូន Biogo Plus នេះអញ្ចឹងបញ្ជាក់ថា Biogo Plus នេះគឺជាប្រភេទមេជីសរីរាង្គជីវសាស្ត្រដែលក្នុងមួយកញ្ចប់នេះយើងអាចលាយទឹកប្រើបាញ់ស្រូចលើស្លឹកលើដើមហ្នឹងគឺបានដល់ទៅ2000 លីត្រហើយពាក់ព័ន្ធនឹងតម្លៃហ្នឹងក៏សមរម្យដែរបងប្អូនហើយជាពិសេសអ្នកដែលបានប្រើប្រាស់ជាមួយនឹង Biogo Plus នេះគឺទទួលស្គាល់ពីគុណភាពចឹងជាក់ស្ដែងបងប្អូនមើលដូចជាការនេះចឹងមើលនៅតែបាញ់ប្រព័ន្ធទៅគឺត្រួយគឺអត់ធ្លាក់ទេគឺអត់ចេញមកលក្ខណៈខ្វះសារធាតុចិញ្ចឹមទេគឺមកឡើងខ្មៅហ្មងឲ្យស្លឹកស្អាតចឹងដល់ពេលតលងមានអាយុ2ខែខ្ញុំនឹងឲ្យគាត់បាញ់ប្រព័ន្ធបន្ថែមទៀតជាពិសេសហ្នឹងគឺបំពេញលក្ខណៈឲ្យមើមបន្ថែមគុណភាពម្សៅចឹងវីដេអូថ្ងៃនេះមានប៉ុណ្្នឹងហើយអរគុណបងប្អូនដែលចំណាយពេលក្នុងការតាមដានមើលសកម្មភាពរបស់ខ្ញុំបាទចោះថតតលងអរគុណជម្រាបលាយេ